បាទសូមគោរពជំរាបសួរបងប្អូនសាជាថ្មីវីដេអូនេះគឺជាវីដេអូទី4តែយើងនឹងធ្វើការ scope ទៅលើតួអង្គរបស់យើងនៅក្នុងកម្មវិធី Blender អញ្ចឹងបងប្អូនទៅបើកកម្មវិធី Blender មកបន្តមកយើងទៅបើកនៅ file ដែលយើងបាន save ទុកនៅលើ computer របស់យើងអញ្ចឹងជំហានដំបូងយើងធ្វើការ scope ទៅលើ body បន្តិចមកឲ្យវា smooth បន្តិចអូខេបងប្អូនអាចចូលទៅក្នុង top bar នេះយើងយក scope mode ឬក៏ control tab ហើយយើងយក scope mode មកអញ្ចឹងយើងដាក់ cursor របស់យើងទៅលើតួខ្លួននៃតួអង្គរបស់យើងហើយយើងចុច Alt Q បាទអញ្ចឹងយើងធ្វើការដាក់ screen cast key ជូនបងប្អូនអញ្ចឹងកន្លែងនេះយើងយក smooth មកហើយយើងយកត្រឹមតែពាក់កណ្ដាលបានយើងយក string វាត្រឹមពាក់កណ្ដាលបានហើយបងប្អូនចុច F ដើម្បីពង្រីក radius វាធំតិចមកហើយយើង smooth ហើយបងប្អូនអាចចូលមកកន្លែង symmetry mirror នេះយើងដាក់ crease x មួយទៅបាទតបមកយើងធ្វើការ scope ឲ្យវា smooth ទៅលើតួអង្គរបស់យើងតិចទៅជំហានបន្តបងប្អូនចូលទៅ hit តួខ្លួនរបស់យើងសិនប្រអប់ដៃប្រអប់ជើងហ្នឹងយើងអាចចូលទៅ control tab ហើយ control tab ហើយយើងយក object mode បាទបងប្អូន select ទៅលើនេះតួអង្គរបស់យើងទាំងអស់ហ្នឹងហើយយើងចុច X មកដល់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនទៅ search នៅក្នុង Google យករូបភាពមុខមនុស្សណាមួយដែលបងប្អូនគិតថាជាតួអង្គដែលបងប្អូនចង់ scope ប្រភេទបែបអញ្ចេះឥឡូវខ្ញុំចូលទៅក្នុងរូបភាពរបស់ខ្ញុំបន្តិចមកបាទនេះយើងចង់បានរូបភាពបែបហ្នឹងមកដាក់ប្រៀបធៀបទៅនឹងមុខតួអង្គរបស់យើងដើម្បីយើងចង់ scope តាមណាបាទអញ្ចឹងបើសិនជាបងប្អូនចង់បានជាប្រភេទមនុស្សនៅអាស៊ីក៏បានអឺរ៉ុបក៏បានឬក៏តួអង្គណាមួយផ្សេងអាស្រ័យទៅលើបងប្អូនបាទឥឡូវយើងចូលមក Blender ហើយយើងចុច save ឲ្យជាប់មកហើយយើងដាក់ right click ដើម្បីដាក់ cursor នៅខាងឆ្វេងដៃនេះមកហើយបងប្អូនអាចចូលបងប្អូនអាចចុច shift A ដើម្បី add មួយយើង add image យើងយក preference មកហើយយើងយករូបគំរូដែលបងប្អូនបាន download ទុកហ្នឹងមុខរូបគំរូមុខយកមកដើម្បីដាក់ធ្វើជាគំរូឥឡូវយើងចុច G ដើម្បី move វាឡើងបន្តិចមកហើយចុច S ដើម្បី scale វាចុះបន្តិចដើម្បីឲ្យប៉ិននៃក្បាលរបស់យើងចុច G ដើម្បី move នៅត្រង់នេះបងប្អូនអាចចុច G Y ដើម្បីទៅខាងក្រោយនេះទៅបាទអញ្ចឹងដល់ពេលយើងមើលមកខាងមុខអញ្ចេះវាអត់បាំងណាបាទអញ្ចឹងយើង scale ថាអាចត្រឹមប៉ុណ្ណឹងមកទំហំប៉ិនក្បាលនៃតួអង្គរបស់យើងហើយបាទឥឡូវយើង scope ក្បាលយើងឲ្យមានរូបរាងជាក្បាលហើយនឹង smooth សិនបាទអូខេឥឡូវខ្ញុំចូលទៅ scope mode ចុច control tab ហើយយើងចុចមក scope mode មកបាទបន្តមកទៀតបងប្អូនយកនេះយើងដាក់ symmetry ទៅលើ AX បន្ទាប់មកយើងយក grab មកបងប្អូនអាចចុច F ដើម្បី scale ឲ្យវាធំបន្តិចហើយយើង
smooth វាចុះតិចមកបាទយើងទាញសាច់របស់វាចុះតិចមកហើយយើងយកត្រូដើម្បីគូចង្កាបន្តិចយើងមើលមកខាងមុខ round យើងយក grab បន្តិចទៀតយើងទាញវាចូលបន្តិចទៀតអូខេតមកបងប្អូនអាចយក smooth យើងដំឡើង strength វាដល់70អីយើង 0.7 តមកយើងចុច F ដើម្បីពង្រីកបន្តិចយើង smooth មកដល់ចំណុចនេះយើងបងប្អូនចូលទៅ tool បន្តមកបងប្អូនយក cursor របស់យើងទៅ select ទៅលើដៃ topo បាទដៃ topo នេះយើងគ្រីសវាមកហើយយើងចុច OK ដើម្បីឲ្យមានចេញគ្រីសចេះមកហើយបងប្អូនចូលមកខាងក្រោមនេះយើងយកដៃ topo ហើយយើងកែតម្លៃលេខនេះត្រឹមតែ3បានហើយបាទ3ទៅហើយយើងយកអានេះយើងដាក់ថា subdivide it បាទបន្តមកយើងចាប់ផ្ដើមយក draw នេះហើយយើងទាញ strength នេះឲ្យតូចបន្តិចបាទคลิกទៅលើរូប object របស់យើងមកវាអត់ effect ច្រើនទេប៉ុន្តែយើងធ្វើដើម្បីឲ្យវា smooth ណាបាទអូខេបន្តមកបងប្អូនឲ្យចុច shift ឲ្យជាប់ទៅហើយយើងយក smooth តែម្ដងឥឡូវយើងចូលមកខាងមុខយើងកន្លែងភ្នែកនេះយើងចុច F ដើម្បីទាញចូលតិចមកអូខេហើយយើងចុច shift F ដើម្បីតម្លើង strength វាណាបាទយើង left click ចូលមកតមកយើងឆោតកន្លែងភ្នែកនេះបងប្អូនឆោតមកយើងយក draw មកយើងបើតម្លើង radius វាបន្តិចមកហើយកន្លែងនេះបើយើងអាចចុច control ទៅជាប់បាទប៉ុណ្ណឹងមកហើយកន្លែងនេះយើងទៅយកកន្លែង clay បាទ clay នេះ clay strip បាទបន្តមកបងប្អូនបន្ថយ strength វាបន្តិចត្រឹមតែ 0.3 ទៅបានបាទហើយយើងចុច control ជាប់មកបាទហើយយើងធ្វើការចុច smooth វាទៅអូខេប៉ុណ្ណឹងយើងចូលទៅ front យើងចុច control tab យើងយក object mode មកកន្លែងនេះយើងចុច shift ឲ្យជាប់យើងដាក់ចុច right click ទៅលើកន្លែងភ្នែកហ្នឹងដើម្បីបង្កើតភ្នែកយើងចុច shift A ដើម្បី add មួយយើង add យក sphere ហើយយើងចុច S ដើម្បី scale ចូលត្រង់នេះបងប្អូនអាចចុចrotation វាសិនណាយើងចុច R X 90បន្តមកយើងចុច tab ហើយនៅកន្លែងនេះយើង left click ទៅលើខាងក្រៅនេះសិនមកបាទតមកបងប្អូនចុច C ចុចអក្សរ C ដើម្បីធ្វើជា cycle select អូខេអញ្ចឹងយើងចុច right click មកហ
ហើយថងចំណុចនេះយើងចុច private key ទៅ right ហើយយើងចុច G Y ដើម្បី move ផ្នែកហ្នឹងឲ្យវាឡើងប៉ោងតិចពួកផ្នែកមនុស្សវាប៉ោងចឹងយើងចុច tab បន្ទាប់មកយើងចុច control 3 បាទបន្ទាប់មកយើងយក frown G ដើម្បី move ចេញបន្តិចមកហើយយើងទៅ right G Y ដើម្បី move ទៅតាម Y អូខេប៉ុណ្ណឹងហើយយើងចាប់ផ្ដើមចុច private key ទៅខាងមុខជំហានបន្ទាប់យើងចូលទៅ modify ហើយយើង add modify មួយយើង add generate mirror ហើយយើង select ទៅលើ pin ហ្នឹង select ទៅលើក្បាលរបស់យើងបន្ទាប់មកយើង select ទៅលើ object នៃតួក្បាលហើយយើងចុច control tab យើងយក scope mode បាទត្រង់ទៅនេះយើងយក draw មកហើយបងប្អូនអាចតម្លើង radius វាបន្តិចប៉ុណ្ណឹងហើយយើងបន្ថយ strain វាបន្តិចយើងយកត្រឹមតែ 0.3 អីចឹងមកតមកយើងបន្ថយ radius បន្តិចមកហើយយើងចុចទៅលើកន្លែងភ្នែកកន្លែងនេះយើងដាក់ចាប់ដើមធ្វើច្រមុះពេលយើងចុចទៅខាងមុខវិញតមកច្រមុះរបស់យើងនៅដល់ត្រឹមនេះណាបាទអញ្ចឹងយើងទៅយក play strip អូខេបន្ទាប់មកបងប្អូនអាចចុច F ដើម្បីបន្ថយ radius បន្តិចមកហើយអូខេប៉ុណ្ណឹងមកហើយយើង scopeបន្តមកទៀតបងប្អូនអាចទៅបើកនេះរូបភាពរបស់យើងចុច right ទៅមើលបាទណែដល់នេះណាអូខេចឹងទៅនេះយើងយក grab មកដើម្បីទាញបន្តិចយើងចុច F ដើម្បីតម្លើង radius វាមកហើយកន្លែងនេះយើងយក clay strip នឹងបន្តិចទៀតមកយើងចុច F ដើម្បីបន្ថយ radius វាបន្តិចទៅហើយចាប់ផ្ដើមចុចទៀតធ្វើម៉េចឲ្យច្រមុះរបស់យើងហ្នឹងវាឡើងប៉ោងបន្តិចណាបាទអូខេអញ្ចឹងបងប្អូនឲ្យកុំភ្លេចមើលកន្លែងដៃ topo នេះណាយើងត្រូវคลิกឲ្យជាប់គ្រីសជានិច្ចដើម្បីអីដើម្បីពេលដែលបងប្អូនចុច smooth ទៅវាធ្វើឲ្យសាច់របស់យើងនឹងវាមាត់សាច់ object របស់យើងនឹងវាមាត់ណាយើងត្រូវធ្វើ smooth តិចមកអូខេតមកយើងយក draw នឹងដដែលយើងតម្លើង radius វាបន្តិចមកយើង grab នេះមកហើយបងប្អូនអាចចុច F ដើម្បីទាញ
ចឹងកន្លែងនេះយើងយកនេះ crease បាទយើងយក crease មកហើយបងប្អូនចុច F ដើម្បីបន្ថយradius តិចមកហើយកន្លែងនេះបងប្អូនអាចយកត្រឹមតែពាក់កណ្ដាលបានហើយចុច F ហើយយើងទៅយក smooth យើងដាក់តាមបន្តិចបាន2.7អីចឹងទៅយើងមើលលំនាំរបស់គេនេះពេលមកដល់ចំណុចនេះយើងយក throw ហើយយើងកម្លាំង radius វិញតិចបងប្អូនចុច control ឲ្យជាប់មកអូខេហើយយើងយក throw វិញហើយយើងបន្ថយ strength តិចមកហើយយើងคลิกទៅលើ object របស់យើងហើយយើងចុច shift ឲ្យជាប់ដើម្បីឲ្យវា smooth កុំលឿនពេកយើងធ្វើម្ដងតិចណាបាទហើយចំោះនេះបងប្អូនចង់ធ្វើបែបណាក៏បានដែរអាស្រ័យទៅលើបងប្អូនស្រឡាញ់ទេចង់បានកោងក៏បានចង់បានលក្ខណៈស្រួចក៏បានស្រេចទៅលើយើងជាអ្នកកែច្នៃណាបាទអញ្ចឹងនេះគ្រាន់តែជាគំរូដែលខ្ញុំឲ្យបងប្អូនមើលតែប៉ុណ្ណឹងហើយអូខេកន្លែងនេះគិតថាបើសិនជាខ្លីពេកយើងទាញចុះមកយើងយក grab ដើម្បីទាញចុះមកអូខេអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកជូនទៅដល់បងប្អូនព្រោះយើងធ្វើចំោះហើយអញ្ចឹងវីដេអូក្រោយយើងនឹងមក scope កន្លែងផ្នែកនេះណាបាទហើយក៏អរគុណទៅដល់បងប្អូនដែលបានតាមដានទៅវីដេអូរបស់ខ្ញុំហើយបងប្អូនចូលទៅហើយយើង save file របស់យើងសិនមកហើយវីដេអូបន្ទាប់យើងជួបគ្នាសាជាថ្មីម្ដងទៀតបាទបាយបាយ